បាទជាដំបូងសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីលោកគ្រូអ្នកនរគ្នាខ្ញុំបាទជាគ្រូនិស្សិតមកពីឋានៈខហើយខ្ញុំបាទឈ្មោះសួនពិសីថ្ងៃនេះខ្ញុំនឹងមកបកស្រាយនៅមុខវិជ្ជាមួយគឺមុខវិជ្ជាវិតម្លៃអញ្ចឹងមុខវិជ្ជាវិតម្លៃសប្តាហ៍ទី4គឺគេនិយាយអំពីគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពអញ្ចឹងតើការវិតម្លៃនៃគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពនឹងគឺមានអ្វីខ្លះអញ្ចឹងវត្ថុបំណងនៅក្នុងមេរៀនគឺមានចំនួន3ទី1គឺបកស្រាយនិយមន័យវិធីសាស្ត្រនិងលក្ខណៈដែលមានប្រសិទ្ធភាពនៅក្នុងការវិតម្លៃការសិក្សាតាមរយៈការបង្ហាញរូបភាពជាក់ស្ដែងនិងសម្ដួលបំផុសរបស់គ្រូទេសបានច្បាស់លាស់ទី2គឺកំណត់វិធីសាស្ត្រវិតម្លៃសម្រាប់ការសិក្សាមានដូចជាសុពលភាពនិងភាពជឿជាក់ក្នុងការវិតម្លៃភាពវិជ្ជមានសុខភាពនិងមានស្តង់ដារសម្រាប់ការវិតម្លៃការសិក្សាបានត្រឹមត្រូវនិងទី3គឺទម្លាប់វិតម្លៃការសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពអញ្ចឹងចំពោះមេត្តានៃមេរៀនទីសប្តាហ៍ទី4គឺមានចំនួន5ទី1គឺសេចក្តីផ្ដើមទី2គឺនិយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី3គឺលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី4គឺបញ្ហាប្រឈមក្នុងដំណើរការនិងការធ្វើតេស្តនិងប្រឡងនិងទី5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងអញ្ចឹងមានសំណួរចំនួន6ទៅលើខ្លឹមសារនៃមេរៀនសប្តាហ៍ទី4របស់យើងគឺសំណួរទី1គឺសួរថាតើលក្ខណៈវិនិច្ឆ័យអ្វីខ្លះសម្រាប់ធានាការវិតម្លៃថ្នាក់រៀនប្រកបដោយគុណភាពខ្ពស់សំណួរទី2យោងតាមបទពិសោធន៍របស់អ្នកតើវិធីសាស្ត្រវិតម្លៃមានប៉ុន្មានប្រភេទអ្វីខ្លះសំណួរទី3តើសុពលភាពនិងភាពជឿជាក់ជាអ្វីហើយតើសុពលភាពនឹងគឺមានប្រមាណប្រភេទអ្វីខ្លះទី4តើភាពជឿជាក់ត្រូវបានកំណត់សម្រាប់ការវិតម្លៃថ្នាក់រៀនយ៉ាងដូចម្តេចទី5តើត្រូវធ្វើដូចម្តេចដើម្បីប្រសើរឡើងនៅភាពជឿជាក់នៃការវិតម្លៃក្នុងថ្នាក់រៀនទី6តើគ្រូអាចជៀសវាងការលំអៀងនិងរក្សាយុត្តិធម៌ក្នុងការវិតម្លៃដោយរបៀបណាអញ្ចឹងសេចក្តីផ្ដាំរបស់យើងគឺទី1ការវិតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សទី2លទ្ធផលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងខ្លឹមសារចំណេះដឹងដែលទទួលបានទី3គ្រូគួរតែធ្វើការវិតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយគួរតែពិនិត្យពីលទ្ធផលនៃការវិតម្លៃដើម្បីជាមធ្យោបាយក្នុងការកែលម្អសិស្សទី4គឺគ្មានការវិតម្លៃណាដែលត្រឹមត្រូវឥតខ្ចោះទេតែវាបង្កប់នូវភាពលំអៀងនៅក្នុងនោះប្រសិនបើតែលំបាកពេកនោះអ្នកអាចសន្និដ្ឋានដោយលំអៀងថាសិស្សរៀនបានតិចហើយជាលទ្ធផលគេទទួលបានបន្ទុកតិចផ្ទុយទៅវិញបើតែស្រួលពេកលទ្ធផលបន្ទុកអាចកើនឡើងខ្លាំងអញ្ចឹងសំណួរទី2គឺថាតើអ្វីជាប្រសិទ្ធភាពនៅក្នុងការវិតម្លៃអញ្ចឹងប្រសិទ្ធភាពនៃការវិតម្លៃហ្នឹងគឺសំដៅទៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងការជឿជាក់បានពីភាពការវាស់ស្ទង់ការយល់ដឹងឬក៏ចំណេះដឹងនៅជំនាញរបស់សិស្សទី2គឺការវិតម្លៃហ្នឹងគឺមានប្រសិទ្ធភាពទៅលើគុណភាពផ្ដល់លទ្ធភាពដែលផ្ទៀងផ្ទាត់និងគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តសិស្សទី3គឺប្រាប់ឲ្យដឹងពីការធ្វើការសម្រេចចិត្តនៅក្នុងការបង្រៀនអញ្ចឹងទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពនៅក្នុងការវិតម្លៃអញ្ចឹងវាមាន7ទី1គឺលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របទី2គឺការបន្ស៊ីគ្នារវាងវិធីសាស្ត្រងារវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាទី3គឺសុពលភាពទី4គឺភាពជឿជាក់ទី5សុខភាពទី6ផលវិបាកវិជ្ជមាននិងទី7ការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹង
លក្ខណៈវិនិច្ឆ័យដែលធានាបានប្រសិទ្ធភាពនៅក្នុងវិតម្លៃសិក្សានេះដែរគឺមាន 3.1 គឺលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របនោះគឺជាលទ្ធផលដែលរំពឹងទុកគួរតែត្រូវបានកំណត់នៅកម្រិតលំបាកដែលសមស្របមួយដើម្បីលើកទឹកចិត្តសិស្សជាពិសេសគ្រូគួរតែគិតដល់ការវិតម្លៃប្រកបដោយតុល្យភាពនិងភាពស្មើគ្នានៃអ្នកសិក្សាឬក៏បរិយាប័ត្រអញ្ចឹងមួយចំណុចមួយនេះដែរគឺមានថែមទៀតគឺជ្រើសរើសតេស្តការធ្វើតេស្តឬក៏បង្កើតតេស្តការអនុវត្តអត្ថបទសំណួរផ្ទាល់មាត់ការសង្កេតគ្រូនិងការវិតម្លៃខ្លួនឯងគឺសិស្សឯងចំណុចទី2គឺការបន្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាអញ្ចឹងវិធីសាស្ត្រវិតម្លៃប្រភេទផ្សេងគ្នាត្រូវបានប្រើនៅក្នុងថ្នាក់រៀនទោះបីជាលទ្ធផលសិក្សារំពឹងទុកនឹងអាចត្រូវបានវាស់វែងដោយវិធីសាស្ត្រជាច្រើនក៏ដោយការពិតនៃការបង្រៀនគឺវិធីសាស្ត្រវាស់វែងប្រភេទលទ្ធផលសិក្សារំពឹងទុកមួយចំនួនល្អជាងវិធីវាស់វែងដទៃទៀតដូច្នេះនៅពេលដែលអ្នកកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់គឺគូកងវាជាមួយនឹងវិធីសាស្ត្រវិតម្លៃមានន័យថាតើវិធីសាស្ត្រវិតម្លៃមួយណាដែលស័ក្តិសមបំផុតនៅទៅនឹងលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាចំណុច2នេះដែរគឺមួយទៀតគឺយល់ដឹងអំពីគោលបំណងអញ្ចឹងសូថាគោលបំណងនៃវិធីសាស្ត្រវិតម្លៃហ្នឹងលទ្ធផលគឺទទួលបានមិនទី1គឺស្វែងយល់ពីការយល់ដឹងនៃវគ្គសិក្សាទី2របៀបនៃការវិតម្លៃសមស្របនឹងការសិក្សាទី3ផ្ដល់ព័ត៌មានត្រឡប់ទី4កំណត់ខ្លឹមសារបានច្បាស់លាស់ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សានិងទី5កាត់បន្ថយនូវភាពតានតឹងអញ្ចឹងហេតុអ្វីបានជាគ្រូត្រូវបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងទី1ហ្នឹងគឺដើម្បីឲ្យសិស្សហ្នឹងយល់ដឹងអំពីការវិវត្តនៃការសិក្សារបស់គាត់ទី1ហ្នឹងគឺជួយឲ្យគ្រូហ្នឹងដឹងពីចំណេះដឹងនិងជំនាញអ្វីដែលត្រូវបានរំពឹងទុកនៅពេលដែលចូលរៀនមួយវគ្គពិចារណាពីលទ្ធផលនៃវគ្គសិក្សារបស់សិស្សនិងការវិតម្លៃពីដំណើរការវគ្គសិក្សាទី3គឺធ្វើផែនការបន្តនិងអភិវឌ្ឍកម្មវិធីបន្តមួយទៀតគឺភាពមានសុពលភាពសម្រាប់បានអញ្ចឹងការពង្រឹងការរវាងការវិតម្លៃដែលសមស្របមានភាពច្បាស់លាស់វាស់វែងបានសម្រាប់នៅការសិក្សារបស់សិស្សទី3គឺកសាងការវិតម្លៃប្រកបដោយប្រសិទ្ធភាពនៃដំណើរការសិក្សាអញ្ចឹងណែនាំដល់សិស្សឲ្យបានច្បាស់លាស់នៃការបញ្ចប់ការវិតម្លៃដោយជោគជ័យធ្វើលើការវិតម្លៃជាដំណាក់អញ្ចឹងគេសួរថាតើការបញ្ស៊ីរវាងការវិតម្លៃវិធីសាស្ត្រវិតម្លៃនិងលទ្ធផលរំពឹងទុកក្នុងម៉ោងសិក្សាហ្នឹងយើងអាចកំណត់បានដោយរបៀបណាអញ្ចឹងទី1គឺពិចារណាទៅលើដំណាក់កាលនៃការរៀនមានន័យថាតើសិស្សរបស់អ្នកហ្នឹងគឺនៅកម្រិតណាដែរឬក៏នៅក្នុងវគ្គហ្នឹងទី2តើការរៀនសូត្ររបស់សិស្សហ្នឹងត្រូវបង្រៀនដោយរបៀបណាដើម្បីឲ្យសិស្សហ្នឹងសម្រេចបាននៅលទ្ធផលសិក្សានៅក្នុងវគ្គតើយើងត្រូវការវិតម្លៃអ្វីខ្លះដែលពាក់ព័ន្ធទៅនឹងការវាស់វែងការសិក្សានេះមួយទៀតគឺការកំណត់ពីគោលដៅរបស់អ្នកចឹងថាតើអ្វីជាគោលដៅដែលអ្នកមានសម្រាប់សិស្សនិងការសិក្សារបស់ពួកគេមួយទៀតគឺតើសិស្សត្រូវទទួលបានលទ្ធផលក្នុងវគ្គសិក្សានេះដោយរបៀបណាទី3គឺតើអ្នកត្រូវដូចម្ដេចត្រូវធ្វើដូចម្ដេចដើម្បីបំពេញតាមកម្រិតនៃជំនាញនិងចំណេះដឹងរបស់សិស្សទី4តើអ្នកនឹងត្រូវធ្វើដូចម្ដេចទៀតដើម្បីបន្តនៅក្នុងវគ្គសិក្សាចំណុចទី3គឺកំណត់ថាតើលទ្ធផលសិក្សារំពឹងទុក
សម្រេចបានដោយរបៀបណាអញ្ចឹងថាតើសិស្សធ្វើអ្វីខ្លះដើម្បីសម្រេចលទ្ធផលនៃការសិក្សាតើធ្វើដូចម្តេចដើម្បីសម្រេចបាននៅលទ្ធផលនៃវគ្គសិក្សាទាំង4តើគ្រូអាចបង្កើតពេលវេលាសមស្របសម្រាប់វិតម្លៃការសិក្សារបស់សិស្សអំពីវឌ្ឍនភាពនៃការយល់ដឹងរបស់សិស្សដោយរបៀបណាចំណុចមួយទៀតគឺកំណត់ថាតើការអនុវត្តនឹងយ៉ាងដូចម្តេចអញ្ចឹងយើងត្រូវពិចារណាទៅលើថាតើការអនុវត្តនឹងចាំបាច់អ្វីខ្លះមួយទៀតគឺតើត្រូវសង្កេតនិងវាស់វែងដោយរបៀបណាហើយឧបករណ៍វាស់វែងដែលសមស្របនឹងលទ្ធផលសិក្សានិងដំណើរការសិក្សារបស់សិស្សមួយទៀតមួយចុងក្រោយគឺកំណត់ពីលទ្ធផលសិក្សារំពឹងទុកអញ្ចឹងការបញ្ស៊ីរវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលរំពឹងទុកសិក្សាក្នុងរយៈពេលប្រមាណហ្នឹងគឺកំណត់អ្វីខ្លះទីមួយគឺកំណត់ពីតួនាទីរបស់នីតិបទបង្កើតនីតិបទឲ្យបានច្បាស់អនុញ្ញាតឲ្យសិស្សវាស់វែងវឌ្ឍនភាពរបស់ពួកគេផ្ទាល់អនុញ្ញាតឲ្យសិស្សមានសមត្ថភាពក្នុងការពិចារណានៅពេលមានការអនុវត្តការវិតម្លៃចំណុចមួយទៀតគឺភាពជឿជាក់ឬក៏ភាពជឿទុកចិត្តអញ្ចឹងភាពជឿទុកចិត្តហ្នឹងជាអីគឺសំដៅទៅលើព័ត៌មានឬក៏ទិន្នន័យដែលអាចជឿទុកចិត្តបានជាទិន្នន័យដែលមានភាពត្រឹមត្រូវឬអាចទុកចិត្តបាននិងអាចអាស្រ័យបានទី2គឺសំដៅទៅលើស្ថិរភាពឬភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តប្រសិនបើអ្នកធ្វើតេស្តច្រើនដងក្នុងក្រុមសិស្សដូចគ្នាឬក៏លក្ខខណ្ឌដូចគ្នាអ្នកគួរតែទទួលបានលទ្ធផលតេស្តប្រហាក់ប្រហែលគ្នាឧទាហរណ៍ថាតែមួយម៉ាច់ជាឧបករណ៍អាចជឿទុកចិត្តបានក្នុងការវាស់ស្ថានភាពបានត្រឹមត្រូវអញ្ចឹងភាពជឿទុកចិត្តហ្នឹងគឺសំដៅទៅលើលទ្ធផលឬក៏របស់គំហើញឬទិន្នន័យដែលទទួលបានមានលក្ខណៈដដែលឧទាហរណ៍លើកទី1លើកទី2លើកទី3អញ្ចឹងតាមរយៈរូបភាពនេះយើងអាចសន្និដ្ឋានបានថាទម្ងន់របស់កុមារមានភាពជឿទុកចិត្តមួយទៀតគឺត្រណិតចិញ្ចៀនទី1ចង្អុលលេខ1គីឡូទី2ចង្អុល2គីឡូនិងលេខ3ចង្អុលខុសគ្នាក្នុងរយៈពេល3ដងដូចគ្នាសន្និដ្ឋានថាទម្ងន់របស់កុមារនឹងគឺគ្មានភាពជឿជាក់មួយទៀតថាតើអាចវាស់វែងភាពជឿជាក់នៃតេស្តរបស់អ្នកយ៉ាងដូចម្តេចអញ្ចឹងឲ្យសិស្សនោះធ្វើតេស្តដដែលលើកពី2ដងឡើងទៅគណនាទំនាក់ទំនងរវាងតេស្តលើកទី1និងលើកទី2តើអ្នកធ្វើដូចម្តេចដើម្បីឲ្យតេស្តរបស់អ្នកកាន់តែមានភាពជឿជាក់អញ្ចឹងបង្កើតសំណួរដែលមានលក្ខណៈចម្រុះគឺពហុចម្លើយបំពេញចន្លោះគូកងឬក៏សំណួរបើកដើម្បីគ្រប់គ្រងដល់គោលបំណងនៃការធ្វើតេស្តប្រើសំណួរឲ្យសមស្របទៅនឹងពេលវេលាបង្កើតឬក៏កែសម្រួលវិធីក្នុងការឆ្លើយសំណួរតើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យតេស្តរបស់អ្នកកាន់តែមានភាពជឿជាក់ធ្វើយ៉ាងណាឲ្យអ្នកចូលរួមធ្វើតេស្តមានពេលវេលាដូចគ្នាក្នុងការធ្វើតេស្តនិងមានបរិស្ថានប្រហែលគ្នាគឺបរិស្ថានសមស្របធានាថាអ្នកចូលរួមមានភាពសាមជាមួយនឹងតេស្តបង្កើតសំណួរតេស្តឲ្យឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនអញ្ចឹងនៅពេលដែលតេស្តគ្មានភាពជឿជាក់តើនឹងមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះកើតឡើងអញ្ចឹងសិស្សដែលមានដែលមករៀនរាល់ថ្ងៃដោយយកចិត្តទុកដាក់បំពេញកិច្ចការស្រាវជ្រាវនិងរៀបចំខ្លួនសម្រាប់ការវិតម្លៃអាចមិនទទួលបានពិន្ទុខ្ពស់ដោយសិស្សដែលមិនបានត្រៀមខ្លួននឹងធ្វើរឿងទាំងនេះឬដោយសារតែតេស្តមិនតាក់ទងទៅនឹងអ្វីដែលបានរៀនចំណុចទី4គឺសុពលភាពអញ្ចឹងសាស្ត្រាចារ្យ Kelly បានលើកឡើងថាតេស្តមានសុពលភាពប្រសិនបើវាតេស្តនៅអ្វីដែលគេចង់តេស្តនិងឆ្លុះបញ្ចាំងនៅអ្វីដែលគេបានធ្វើតេស្តផ្អែកលើការពិតឬហេតុផលអាចទទួលយកបានក្រៅពីការស្រាវជ្រាវផ្នែកស្ថិតិភាពជឿទុកចិត្តនិងសុពលភាពត្រូវបានប្រើជំនួសគ្នា
សម្រាប់ការស្រាវជ្រាវនឹងធ្វើតេស្តមានភាពខុសគ្នាអញ្ចឹងឧទាហរណ៍ទារកទម្ងន់1គីឡូចិញ្ចៀនចង្អុល1គីឡូអញ្ចឹងសន្និដ្ឋានថាទិន្នន័យឬក៏ព័ត៌មានដែលទទួលបានហ្នឹងគឺមានសុពលភាពមួយទៀតឧទាហរណ៍ទារកមានទម្ងន់1គីឡូចិញ្ចៀនចង្អុល2គីឡូអញ្ចឹងសន្និដ្ឋានថាទិន្នន័យឬក៏ព័ត៌មានដែលទទួលបានគឺគ្មានសុពលភាពអញ្ចឹងតំណែងរវាងសុពលភាពនិងជឿជាក់ហ្នឹងគឺមានតំណែងអ្វីខ្លះទី1គឺលក្ខណៈវិនិច្ឆ័យទី1នៃការវិតម្លៃគឺសុពលភាពតែមានសុពលភាពប្រសិនបើវាអាចពោះវែងអ្វីដែលបានរំពឹងទុកទី3គឺតែដែលមានសុពលភាពវាក៏មានភាពជឿជាក់ផងដែរទី4គឺតែមានសុពលភាពនិងភាពជឿជាក់ព្រោះវាវាស់នៅអ្វីដែលសិស្សបានរៀននៅក្នុងសាលាទោះជាយ៉ាងណាក៏ដោយតែដែលមានភាពជឿជាក់មិនសុទ្ធតែមានសុពលភាពទេឧទាហរណ៍សិនបើជីងអាចទុកចិត្តបានវាប្រាប់នៅទម្ងន់ដូចគ្នារាល់ពេលដែលអ្នកថ្លឹងឬជីងដរាបណាទម្ងន់របស់អ្នកមិនផ្លាស់ប្ដូរទោះបីទុកជាយ៉ាងណាក៏ដោយបើសិនបើជីងដំណើរការមិនត្រឹមត្រូវលេខនេះអាចនឹងមិនមែនជាទម្ងន់ពិតរបស់អ្នកនោះទេឧទាហរណ៍នៃមាត្រដ្ឋានដែលអាចទុកចិត្តបានប៉ុន្តែมันមានសុពលភាពមួយទៀតសុពលភាពនៃការតេស្តហ្នឹងគឺអាស្រ័យទៅលើការប្រឡងដែលឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនដែលបានរៀនហើយដែលសិស្សត្រូវបានធ្វើការវិតម្លៃអញ្ចឹងដូច្នេះយើងគួរពិចារណាទៅលើតំណែងរវាងទី3ខាងក្រោមទី1គឺវត្ថុបំណងការវិតម្លៃនិងការបង្រៀនសុពលភាពនេះដែរគឺការវិតម្លៃគួរតែស៊ីគ្នាជាមួយនឹងវត្ថុបំណងនៃការបង្រៀនព្រោះនោះគឺជាអ្វីដែលការវិតម្លៃនឹងត្រូវបានសន្និដ្ឋានថាបានវាស់វែងការវាស់ពីសុពលភាពរបស់សិស្សគឺជាកម្រិតដែលសំណួរតេស្តស៊ីគ្នាទៅនឹងវត្ថុបំណងនៃមេរៀនហើយថាតើលក្ខណៈវិនិច្ឆ័យនៃសុពលភាពនោះមានអ្វីខ្លះទី1គឺខ្លឹមសារនៃវត្ថុបំណងទាំងអស់ត្រូវបានវាស់វែងទី2សំណួរតេស្តទាំងអស់វាស់វែងពីវត្ថុបំណងទី3សំណួរតេស្តទាំងអស់ត្រូវនឹងសកម្មភាពលក្ខខណ្ឌនិងលក្ខណៈវិនិច្ឆ័យដែលបានគ្រោងទុកទី4គឺសំណួរនៃចំនួននៃសំណួរតេស្តក្នុងវត្ថុបំណងនៃមេរៀនមួយត្រូវនឹងសារៈសំខាន់នៃគោលបំណងរបស់មេរៀននោះទី5គឺសក្តិភាពអញ្ចឹងសក្តិភាពគឺមានតម្លាភាពគឺមានឱកាសដើម្បីសិក្សារៀនសូត្រការជៀសវាងផ្នត់គំនិតក្នុងការវិតម្លៃជៀសវាងការលំអៀងលើកិច្ចការឬដំណើរការវិតម្លៃជួយគាំទ្រសិស្សដែលមានតម្រូវការពិសេសចំណុចទី6គឺផលវិបាកវិជ្ជមានអញ្ចឹងបើសិនបើប្រសិទ្ធភាពនៃការវិតម្លៃមានផលប៉ះពាល់ជានៅផលប៉ះពាល់វិជ្ជមានចំពោះគ្រូបង្រៀនការបង្រៀននិងសិស្សអញ្ចឹងទី1គឺចំពោះគ្រូបង្រៀនគឺការវិតម្លៃទាមទារឲ្យចងចាំនៅការពិតការវិតម្លៃទាមទារនៅការបង្ហាញនៅហេតុផលអញ្ចឹងចំពោះសិស្សវិញការវិតម្លៃគឺទៅលើសំណួរពហុចម្លើយដូចជាសិស្សចងចាំព័ត៌មានតែសេចក្តីឬចម្លើយសរសេរបែបវែងនិងការដោះស្រាយបញ្ហាថាតើកអ្នកយល់ថាតើការវិតម្លៃមួយណាល្អជាងសំណួរពហុជើឬតែសេចក្តីឬក៏ដំណោះស្រាយបញ្ហាអញ្ចឹងសិស្សតំណងជាមានការលើកទឹកចិត្តច្រើនក្នុងការសិក្សាប្រសិនបើគេដឹងពីអ្វីដែលនឹងត្រូវបានវិតម្លៃនិងរបៀបក្នុងការដាក់បន្ទុកហើយប្រសិនបើគេគិតថាការវិតម្លៃមានភាពយុត្តិធម៌ការវិតម្លៃមានឥទ្ធិពលលើវិធីដែលសិស្សស្គាល់គ្រូហើយផ្ដល់ឲ្យពួកគេនៅការយល់ដឹងថាគ្រូយកចិត្តទុកដាក់ពួកគេនឹងអ្វីដែលគេរៀនកម្រិតណាទី2ការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងកត្តាផ្សេងសម្រាប់ការទទួលបាននូវការអនុវត្តនិងប្រសិទ្ធភាពទី1គឺគ្រូស្គាល់វិធីសាស្ត្រពេលវេលាដែលសមស្របភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងភាពងាយស្រួលក្នុងការដាក់បន្ទុក
ភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលនិងការចំណាយលើការប្រឡងមួយទៀតគឺគ្រូស្គាល់វិធីសាស្ត្រអញ្ចឹងគ្រូស្គាល់វិធីសាស្ត្រហ្នឹងសំដៅទៅលើគ្រូបង្រៀនត្រូវបានការយល់ដឹងមានការយល់ដឹងច្បាស់លាស់អំពីវិធីសាស្ត្រវិតម្លៃដែលគ្រូមកជ្រើសរើសនិងប្រើប្រាស់ដល់ពីចំណុចខ្លាំងនៅដែនកំណត់ដូច្នេះពួកគេអាចបកស្រាយចម្លើយរបស់សិស្សបានត្រឹមត្រូវការប្រើប្រាស់វិធីសាស្ត្រវិតម្លៃដែលមិនយល់ច្បាស់ធ្វើឲ្យខាតពេលវេលានិងធនធានដែលជាលទ្ធផលនឹងទទួលបានសម្រួលឬការតវ៉ាពីសិស្សមួយទៀតគឺពេលវេលាដែលសមស្របជាពេលវេលាដែលសមស្របសំដៅទៅលើពេលវេលាដែលគ្រូត្រូវការធ្វើតេស្តដើម្បីបង្កើតការវិតម្លៃរបស់សិស្សពេលវេលានេះអាចប្រែប្រួលអាស្រ័យទៅលើប្រភេទនៃវិធីសាស្ត្រវិតម្លៃដែលគ្រូកំពុងប្រើភាពស្មុគស្មាញក្នុងការអនុវត្តប្រឡងភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលក្នុងការបកស្រាយនៅលទ្ធផលនិងការចំណាយពេលជាការចំណាយនឹងជាធម្មតាមិនមែនជាបញ្ហាចម្បងនោះទេសម្រាប់ការវិតម្លៃនៅក្នុងថ្នាក់រៀនប៉ុន្តែគ្រូអាចពិចារណាសម្រាប់ការវិតម្លៃការអនុវត្តដោយសារតែតម្លៃសម្ភារៈចំណុចទី4ធំគឺបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងអញ្ចឹងបញ្ហាប្រឈមនោះមានខ្លះអញ្ចឹងពេលចាប់ផ្ដើមប្រឡងគឺណែនាំពីដំណើរការនៃការប្រឡងនិងគោលបំណងបានច្បាស់លាស់បន្ស៊ាំការលើកទឹកចិត្តនិងការប្រឡងគ្រាន់តែជាការវិតម្លៃអញ្ចឹងពេលកំពុងប្រឡងជើងបន្ទប់មានស្តង់ដារគ្មានសម្លេងរំខានប្រាប់ម៉ោងនិងនីតិទៅតាមដំណាក់កាលគួរឲ្យដតៃទៀតរក្សាភាពស្ងៀមស្ងាត់នៅក្នុងការចិត្តដល់ម៉ោងឲ្យគាត់សម្រួលអារម្មណ៍ការប្រើប្រាស់ក្លិនអានេះជាសំណួរកិច្ចការផ្ទះមាន3តើកត្តាអ្វីខ្លះដែលធ្វើឲ្យតេស្តគ្មានប្រសិទ្ធភាពទី2តើកត្តាអ្វីខ្លះដែលធ្វើឲ្យសិស្សនោះបាត់បង់ភាពជឿជាក់ទី3ក្នុងនាមជាគ្រូបង្រៀនតើយើងត្រូវធ្វើដូច្នេះខ្លះដើម្បីឲ្យការវិតម្លៃថ្នាក់រៀនបានល្អនិងមានប្រសិទ្ធភាពបាទអញ្ចឹងថ្ងៃហ្នឹងមេរៀនរបស់ការបកស្រាយរបស់ខ្ញុំនៅក្នុងសប្តាហ៍ទី4គឺមានប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនជម្រាបលា